ថ្ងៃនេះខ្ញុំសូមជួននៅទស្សនៈអំពីលុយទស្សនៈអំពីលុយមានច្រើនតែអ្វីដែលខ្ញុំលើកយកមកថ្ងៃនេះគឺមានទស្សនៈ3ដែលជាទស្សនៈនៃការយល់ឃើញរបស់ខ្ញុំផ្ទាល់ទី1មានលុយគឺមានអ្វីៗគ្រប់យ៉ាងនៅពេលយើងមានលុយយើងមានបុណ្យស័ក្តិមានអំណាចមានកិត្តិយសមានផ្ទះមានវិឡាមានឡានហើយក៏មានគូកនអ្នកដែលគោរពរាប់អានច្រើនណាស់ចង់ធ្វើអ្វីក៏បានចង់ចាយចូលហាងចូលអីចំណាយប៉ុណ្ណាក៏បានដែរហើយលុយអាចទិញកំភ្លើងក៏បានទិញយកបុណ្យស័ក្តិក៏បានទិញយកសិញ្ជាតិក៏បានដែរអញ្ចឹងមានលុយគឺស្រួលណាស់បាទហើយស្រួលនឹងរាប់អានមានលុយគឺងាយស្រួលនឹងរាប់អានអ្នកដែលមានលុយដូចគ្នាផងព្រោះនៅពេលដែលយើងមានលុយហើយទឹកមាត់យើងប្រៃបើយើងខ្វះធនធានចង់រាប់អានគេពិបាកយើងខ្វះទុនខ្វះលុយគឺគេមិនរាប់យើងទេគេអត់ចង់រាប់រកបាទហើយបើសហការរុស្ស៊ីក៏រត់តែឆ្ងាយគេមិនសហការទេហើយគេក៏មិនចង់រាប់យើងជាមិត្តរាប់អានចិត្តដិតអីដែរព្រោះគេខ្លាចយើងខ្ចីលុយគេក៏ប៉ុន្តែលុយគឺជាឫសគល់នៃអំពើបាបមេលបួងដែលធ្វើឲ្យយើងប្រព្រឹត្តបាបទាំងឡាយនេះគឺដោយសារតែលុយវាធ្វើឲ្យយើងចេះបន្លំចេះលួចចេះកັບកេងចេះកុហកទោះមនុស្សត្រឹមត្រូវក៏ដោយនៅពេលដែលមនុស្សក្នុងលោកចង់បានលុយខ្លាយជំនួសដែលចេះកុហកចេះធ្វើចោលចេះលួចបាទលុយធ្វើឲ្យមនុស្សបាត់បង់សតិលែងយល់ញាតិលែងយល់គ្រួសារលែងយល់មិត្តភក្តិគេស៊ីដាច់មិត្តភក្តិគេស៊ីដាច់អ្នកដែលជាទីស្រឡាញ់បានណាដោយសារតែលុយពួកគេបាត់បង់សតិសម្បញ្ញៈលុយបានធ្វើឲ្យមនុស្សបាត់បង់ឧត្តមគតិជាតិគេអាចនឹងបំផ្លាញជាតិគេនឹងសម្លាប់ជាតិគេនឹងកប់ជាតិឲ្យលិចលង់អស់ហើយលុយក៏ជាឫសគល់ដែលបំផ្លាញគ្រួសារធ្វើឲ្យមនុស្សនឹងអត់បានគិតយកគ្រួសារតម្កល់គ្រួសារជាធំទេនេះគឺជាទស្សនៈរបស់ខ្ញុំហើយអរគុណដែលអ្នកទាំងអស់គ្នាបានស្ដាប់ហើយរៀបរាប់អំពីទស្សនៈអំពីលុយតែមុននឹងបញ្ចប់នេះខ្ញុំមានពាក្យមួយដែលនិយាយថាទឹកលុយអាចបង្កើតទឹកភ្នែកខណៈដែលទឹកភ្នែកមិនអាចបង្កើតទឹកលុយបានទេអរគុណច្រើន